ភ្នំពេញអង្គភាពសកម្មភាពមានកម្ពុជាហៅកាត់ថា CMAC បានប្រកាសដាក់ឲ្យប្រើប្រាស់ជាភ្លឺការនៅបច្ចេកទេសបោះសម្អាតថ្មីមួយកាលពីថ្ងៃទី22ខែមករាឆ្នាំ2026គំនិតផ្ដួចផ្ដួងនេះផ្ដោតលើការបូកបញ្ចូលប្រព័ន្ធមេដីស្រួបដ៏មានឥទ្ធិពលបំពាក់ជាមួយគ្រឿងចក្រធុនធ្ងន់រួមជាមួយប្រព័ន្ធការពារសុវត្ថិភាពអ្នកបើកបរដ៏ទំនើបដើម្បីទប់ទល់នឹងគ្រោះថ្នាក់ពីសំណល់យុទ្ធភ័ណ្ឌចង្កោមដែលបន្សល់ទុកពីចំនួនប្រវត្តិសាស្ត្រការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យានេះធ្វើឡើងក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីធានានូវសុវត្ថិភាពដល់បុគ្គលិកជួរមុខនិងពន្លឿនបេសកកម្មមនុស្សធម៌ជាពោលទៅសម្រេចបែរនៅគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ2025ក្របបែកចង្កោមនិងយុទ្ធភ័ណ្ឌមិនតាន់ផ្ទុះផ្សេងៗទៀតនៅតែជាហានិភ័យដ៏ធំធេងក្នុងបរិបទនេះ CMAC បានធ្វើការអភិវឌ្ឍបច្ចេកទេសថ្មីដែលអនុញ្ញាតឲ្យគ្រឿងចក្រអាចស្រូបយកបំណែកលោហៈដែលមានផ្ទុកសារធាតុគ្រោះថ្នាក់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់មុនពេលការបោះសម្អាតលម្អិតដោយដៃមកដល់គោលដៅចម្បងគឺកាត់បន្ថយឱកាសនៃការផ្ទុះដោយចៃដន្យក្នុងអំឡុងពេលប្រតិបត្តិការបោះសម្អាតដោយមេកានីកបច្ចេកទេសថ្មីរបស់ CMAC នេះជាយុទ្ធសាស្ត្របច្ចេកទេសដ៏សំខាន់ដែលបម្រើต่อការអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាលយោងតាមយុទ្ធសាស្ត្រជាតិស្តីពីសកម្មភាពមីនឆ្នាំ2023-2025ការអភិវឌ្ឍបច្ចេកវិទ្យានិងការពង្រឹងសុវត្ថិភាពបុគ្គលិកជាអាទិភាពដ៏ខ្ពស់បំផុតការប្រើប្រាស់ប្រព័ន្ធមេដីស្រូបនេះត្រូវបានគេរំពឹងថានឹងបង្កើនល្បឿននៃការកម្ចាត់សំណល់យុទ្ធភ័ណ្ឌចង្កោមរាប់ពាន់តោននៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរថែមពីលើប្រសិទ្ធភាពនៃការបោះសម្អាតការបំពាក់ប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់សម្រាប់អ្នកបើកបរគ្រឿងចក្រក៏ជាសកម្មភាពដែលឆ្លុះបញ្ចាំងពីការបច្ចេកទេសខ្ពស់ជំទាស់ការគោរពសិទ្ធិរស់រានមានជីវិតរបស់បុគ្គលិកប្រតិបត្តិការផងដែរសកម្មភាពទាំងនេះស្របតាមស្មារតីនៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុកនិងក្របរំសូវដែលកំណត់យ៉ាងតឹងរឹងនឹងការគ្រប់គ្រងនិងការបំផ្លាញយុទ្ធភ័ណ្ឌដើម្បីធានាសន្តិភាពសាធារណៈនិងសុវត្ថិភាពជាតិតាមរយៈការបង្កើនសមត្ថភាពគ្រឿងចក្រនេះ CMAC បានបង្ហាញឲ្យឃើញថាខ្លួនមិនត្រឹមតែផ្ដោតលើប្រសិទ្ធភាពប៉ុណ្ណោះទេថែមទាំងលើការបំផ្លាញអយុត្តិភាពផ្ទាល់នៃអនុវត្តការងារផងដែរការច្នៃប្រឌិតផ្នែកបច្ចេកទេសរបស់ CMAC តាមរយៈការបញ្ចូលប្រព័ន្ធមេដីស្រូបនិងប្រព័ន្ធការពារសុវត្ថិភាពបុគ្គលិកជាជំហានដ៏ធំមួយក្នុងវិស័យសកម្មភាពមីននៅកម្ពុជាវាជាសក្ខីភាពនៃការបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីដោះលែងដីធ្លីឲ្យបានឆាប់រហ័សនិងប្រកបដោយសុវត្ថិភាពពីសំណល់សង្គ្រាមដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការផ្ដល់នូវសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋគ្រប់រូប